Ba group ជម្រាបសួរនិងសួស្តីដល់ប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់អេពីសូតថ្មីបាទនៃកំសាន្តដំណើរហើយសង្ឃឹមថាបងប្អូននៅតែបន្តគាំទ្រ admin ណាថ្ងៃនេះ admin មានរឿងមួយដ៏ល្អបាទរឿងនេះចែកចម្លែកអំពីហ្នឹងហើយបងស្រីម្នាក់បាទដែលគាត់ធ្លាប់មានប្រវត្តិនឹងយូរហើយតាំងពី2015តែក៏បានប្រាប់ admin អញ្ចឹងណាហើយ admin ក៏បានចែករំលែកបន្តដល់បងប្អូនទាំងអស់គ្នារឿងនេះគឺគាត់ជាអ្នកនិយាយផ្ទាល់មួយ admin ប៉ុន្តែ admin សូមលាក់ណាដោយសារអីម្ចាស់ប្រភពក៏សូមតែបង្ហាញតែគាត់អត់មានបញ្ជាក់តិន័យស្អីទេណាបងស្រីម្នាក់ហ្នឹងគាត់មានសង្សារមួយថ្ងៃសង្សាររបស់គាត់វ័យក្មេងដែរទេណាតែគាត់មានវ័យចំណាស់ជាងសង្សារគាត់ប្រហែលជា5ឆ្នាំគាត់តាក់ទងគ្នាដែរតែគាត់នៅបន្ទប់ជួលនៅភ្នំពេញគាត់នៅបន្ទប់ជួលទេប៉ុន្តែអ្វីដែលគាត់ប្រាប់ admin នេះគឺចេះដោយសារសង្សារគាត់ល្មោពេកអញ្ចឹងក៏គាត់បានប្រាប់ពីអារម្មណ៍ពិតរបស់គាត់ដែលគាត់ចង់និយាយប្រាប់បុគ្គលណាមួយអញ្ចឹងណាហើយគាត់ថាបើប្រាប់អ្នកផ្សេងនេះខ្លាចគេដឹងអញ្ចឹងគាត់ប្រាប់ admin មកព្រោះសារ admin អត់បង្ហាញទេគាត់តែនិយាយអញ្ចឹងណាដើម្បីបង្ហាញបន្ធូរអារម្មណ៍ដល់គាត់ដែរអញ្ចឹងណារឿងដើមឡាយវិញចេះប្រិយមិត្តដោយសារអីគាត់តាក់ទងគ្នានឹងគឺបានរយៈពេល2ឆ្នាំអញ្ចឹងណាតាំងពី2012មកអញ្ចឹងគាត់ស្រឡាញ់គាត់ស្រឡាញ់សង្សារគាត់មែនតើហើយគាត់តែងប្រាប់ថាចរិតរបស់សង្សារគាត់ដ៏អាក្រក់មួយរបស់គាត់ហ្នឹងគឺពេលដែលគាត់ស្រវឹងគាត់អីគាត់តែងតែបបួលហ្នឹងហើយបបួលគាត់ឡើងលើក្រេអញ្ចឹងណាអញ្ចឹងគាត់ថាអូយសង្សារគាត់ជំនាញរឿងហ្នឹងហើយគាត់ក៏អត់ចេះធុញទ្រាន់ដែរដោយសារអីគាត់ស្រឡាញ់សង្សារគាត់អញ្ចឹងគាត់លះបង់អីដើម្បីសង្សារគាត់អស់ហើយបើសិនជាថ្ងៃណាដែលអត់ស្រវឹងសង្សារគាត់អត់សូវនិយាយរឿងចឹងទេតែថ្ងៃណាមួយដែលមិត្តប្រុសរបស់គាត់ស្រវឹងគាត់តែងតែ call វីដេអូអីចឹងជាមួយនឹងគាត់ចឹងណាជាមួយនឹងបងស្រីហ្នឹងហើយគាត់និយាយតែពីរឿងសិចទេមិនថាគាត់និយាយតែរឿងស្នេហានិយាយតែរឿងផ្អែមល្ហែមផ្សេងរហូតដល់ពេលខ្លះទៀតហ្នឹងគឺគាត់ព្យាយាមបែរថាសង្សាររបស់គាត់ណាគឺព្យាយាមឲ្យបងស្រីហ្នឹងដោះកៅអៅចេញទៀតអញ្ចឹងគាត់ថាវាល្អដែរតែក៏មានអារម្មណ៍ថាគាត់មានអារម្មណ៍តែអៀនណាពីដំបូងគាត់អៀនតែដល់ពេលគាត់តាក់ទងគ្នាបានជិត1ឆ្នាំមកគាត់លែងអៀនគឺគាត់ស្រឡាញ់គ្នាអញ្ចឹងគាត់បង្ហាញណាមិនថាគាត់បង្ហាញគេអីហ្នឹងឲ្យសង្សារគាត់មើលទាំងអស់ហ្នឹងហើយពេលខ្លះទៀតហ្នឹងគឺគាត់មកពីលេងបាល់ហើយគាត់ផឹកស្រវឹងណាគាត់សែបស្រវឹងណាហើយពេលហ្នឹងគឺគាត់មកគោះទ្វារហើយលេងបាល់ហ្នឹងគឺចាប់ម៉ោង9មក10យប់ហើយសង្សាររបស់គាត់អត់បានទៅកណ្ដោបាល់ទេគឺគាត់មកដេកនៅបន្ទប់ទស្សនៈអញ្ចឹងណាហើយក្នុងពេលហ្នឹងប្រហែលជាម៉ោង11យប់គឺសង្សារគាត់មកគោះទ្វារហើយក្នុងពេលហ្នឹងស្រវឹងហើយមកដល់ភ្លាមហ្នឹងគឺចាប់អោបគាត់ភ្លាមដែរហើយមិនពិបាកយូរទេគឺសង្សាររបស់គាត់មកដល់ភ្លាមគឺគាត់សុំអូនដែរបងសុំមួយចឹងបណ្ដោយហើយគាត់ដូចជាមានអារម្មណ៍ថាយ៉ាសង្សារឥឡូវលេងខ្លាំងដែរណាស្រវឹងតិចតួចសឹងហៅអីឡើងក្រេលរហូតអីចឹងណានៅថ្ងៃមួយនោះគឺនៅបន្ទប់របស់បងស្រីគាត់មានកម្មវិធីហៅមិត្តភ័ក្តិ2-3នាក់ហ្នឹងហូបឲ្យជុំគ្នាហើយកម្មវិធីហ្នឹងមិនមែនជាកម្មវិធីធំដុំទេហើយក្នុងពេលហ្នឹងគឺម្នាក់គាត់មានសង្សាររៀងខ្លួនណាគាត់មកដល់មកផឹកអីចឹងទៅណាជុំគ្នាចឹងទៅហើយពេលដែលគាត់ផឹកដល់ម៉ោងប្រហែលជា11យប់ដែរណាហើយម្នាក់គាត់ស្រវឹងអស់ហើយប៉ុន្តែសង្សាររបស់គាត់នឹងស្រវឹងហើយបែរជាមិនថាមកឆ្កឹះគាត់ចឹងណាហើយគាត់ថាប្រាប់ថាបងចាំមិត្តភ័ក្តិដេកអស់ឬក៏យើងទៅគេនៅក្រៅអញ្ចឹងណាព្រោះឯស្អីនៅនឹងមនុស្សច្រើនក្នុងពេលហ្នឹងសង្សាររបស់គាត់អត់ខ្វល់ទេគាត់ថាអូនណានៅនេះល្អមិនថាពេលហ្នឹងគឺមនុស្សច្រើនអញ្ចឹងហើយមានអ្នកដែលគាត់នៅក្បែរអញ្ចឹងមានអារម្មណ៍ថាយើងដាក់ទៅរ៉ូមែនទិកហើយក្នុងពេលហ្នឹងសង្សាររបស់គាត់ណាគឺមិនបខំទេណាគេហៅថាបបងអែលគាត់បបងអែលគាត់រហូតហ្នឹងហើយគាត់បបងអែលរហូតដល់គាត់មានអារម្មណ៍ណាមានថាបងស្រីគាត់ថាគាត់មានអារម្មណ៍បណ្ដោយពេលដល់គាត់មានអារម្មណ៍គឺមានអីទៅនឹងភ្នែកណាគឺគាត់មិនបានឡើងដល់នៅលើក្រេដែលគាត់ដេកទេគឺមានថាគាត់បានដេកជាមួយគ្នានៅលើការ៉ូនឹងឯងហ្នឹងហើយក្នុងពេលហ្នឹងគឺបងស្រីគាត់និយាយថាមួយយប់ហ្នឹងណាគឺមិនតិចជាង3ដងទេណារហូតដល់ម៉ោង4បងស្រីគាត់បានដេកទេដោយសារបងប្រុសគាត់ស្រវឹងទៅគាត់មានអីគាត់ងាកកេះរហូតដល់អញ្ចឹងជីវិតរបស់ពួកគាត់មួយយ៉ាងដែរគាត់អត់បានរៀបការទេណាគាត់គឺជាសង្សារទេតែជីវិតរបស់គាត់រយៈពេល2ឆ្នាំគឺគាត់បានដេកជាមួយគ្នានឹងគឺរាប់100ដងហ្នឹងហើយតែគាត់ពេលខ្លះក៏ការពារពេលខ្លះគឺមិនបានការពារអញ្ចឹងណាអញ្ចឹងជីវិតរបស់គាត់គឺអញ្ចឹងរហូតគាត់និយាយប្រាប់អីនោះគឺជីវិតរបស់គាត់អញ្ចឹងរហូតហ្នឹងហើយឲ្យបើសិនជាថ្ងៃណាសង្សារគាត់អត់ស្រវឹងណាគឺគាត់អត់សូវ take care រឿងខ្វល់រឿងអីរឿងរួមភេទរួមមេត្រីស្អីទេប៉ុន្តែឲ្យតែស្រវឹងគឺគាត់ថាគោរហូតហ្នឹងហើយប៉ុន្តែសង្សាររបស់គាត់មានអ្នកផ្សេងទេមានថាឲ្យយ៉ាងណាក៏គាត់ថាគាត់នឹងបំពេញក្តីសុខឲ្យសង្សារគាត់រហូតអញ្ចឹងណាហើយគាត់ថាបើយើងស្រឡាញ់គ្នាយើងត្រូវផ្ដល់ឲ្យគ្នាទៅវិញទៅមកអញ្ចឹងគឺបងប្រុសបងស្រីមានថាពីរអ្នកគាត់ហ្នឹងគឺគាត់ផ្ដល់ឲ្យគ្នាហ្មងពេលខ្វះលុយគឺខាងប្រុសគាត់ផ្ដល់លុយជូនណែតិចតួចអីចឹងទៅពេលខាងប្រុសគាត់ត្រូវការបាទអីពិសេស
គឺបងស្រីគាត់ចាត់ចែងជូនហ្នឹងហើយពួកគាត់ស្រឡាញ់គ្នាបាទស្រឡាញ់គ្នារហូតបានចូល72ឆ្នាំហ្នឹងហើយពួកគាត់ក៏បានបែកគ្នាដោយសារតែរឿងផ្ទាល់ខ្លួនតិចអាហ្នឹងអត់មានទៅដឹងដែរគាត់ប្រាប់អញ្ចឹងគាត់គាត់តែប្រាប់ថាឲ្យតែពេលបងស្វឹងគឺបងមករកអូនរហូតដែរគួរទ្វារម៉ោង2ម៉ោង3ថ្ងៃណាម៉ោង2ម៉ោង3ទៀតហ្នឹងមកគួរទ្វាររហូតឲ្យតែមកគួរទ្វារគឺពេលហ្នឹងហើយគឺបងស្រីត្រៀមខ្លួនហើយរហូតដល់បងស្រីក៏ប្រាប់ទៀតណាថាពេលខ្លះគាត់ត្រូវតែមានស្រោមបងប្អូនប្រហែលជាដឹងណាអាវភ្លៀងគឺទុកក្នុងបន្ទប់មិនតែលាក់ឥឡូវគេដឹងឯងការពាររហូតព្រោះសារឲ្យទ្រលាប់សង្សាររបស់គាត់គឺមកហ្នឹងគឺពេលខ្លះអត់បានយកមកជាមួយទេហើយគាត់ក៏ព្យាយាមប្រាប់សង្សាររបស់គាត់ឲ្យការពារដែរអញ្ចឹងបងប្អូនទាំងអស់គ្នាអ្នកដែលមានសង្សារខ្ញុំជឿថាសម័យនេះសឹងតែ99% ដែលគាត់សិតតែគាត់បានឆ្លងកាត់ឬក៏គាត់បានរួមដំណេកគ្នាបានរួមភេទរួមអីចឹងទៅខ្ញុំគិតថាទាំងអស់ហ្មងណាព្រោះអីដោយសារសម័យនេះវាខុសពីសម័យមុនហ្នឹងហើយសម័យមុនស្រឡាញ់គ្នាគឺมันងាយទេឆ្លងកាត់ម៉ែឪត្រូវតែសម័យនេះគឺពួកគាត់សឹងតែពួកគាត់ចេះគិតខ្លួនឯងគ្រប់យ៉ាងរៀបចំជីវិតខ្លួនឯងគ្រប់យ៉ាងហើយរឿងនេះអរគុណច្រើនរឿងនេះរឿងខ្លីណាតែរឿងនេះមានន័យជ្រៅសម្រាប់យុវវ័យហើយបើសិនជាប្រិយមិត្តបានស្ដាប់កុំភ្លេចជួយ Subscribe គាំទ្រមានផងណាហើយរឿងខ្លីៗដោយសារមានពេលវេលាផលិតរឿងវែងសង្ឃឹមថាបងប្អូននៅបន្តគាំទ្រណាកុំភ្លេចជួយគាំទ្រហើយជួយ Subscribe ផងព្រោះសាររឿងមួយអត់មានដកស្រង់មកហ្នឹងគឺសិតតែប្រិយមិត្តគាត់ប្រាប់ហ្នឹងហើយអ្នកខ្លះគាត់វល់អ្នកខ្លះគាត់សរសេរប៉ុន្តែសរសេរខ្លីតែគាត់អត់មាន